សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការបង្រៀនអំពីរបៀបនៃការដក stock តំណែងដែលខុសពីផតកំណត់ចេញពីក្នុង system ដើម្បីធ្វើការដកតំណែងដែលខុសឬហួសកំណត់ចេញពី stock ដំបូងលោកអ្នកត្រូវคลิกចូលទៅក្នុង module stock បន្ទាប់មកคลิกនៅលើពាក្យ issue product រួចคลิกនៅលើប៊ូតុង create ដើម្បីធ្វើការដក stock សម្រាប់ record លោកអ្នកអាចធ្វើការបំពេញដោយផ្ទាល់ឬអាចដំឡងនៅ system នឹងធ្វើការចាប់ record ជូននៅស្វ័យប្រវត្តិធ្វើការជ្រើសរើសថ្ងៃខែដែលលោកអ្នកចង់ធ្វើការដក stock ជ្រើសរើសឈ្មោះសាខាដែលលោកអ្នកត្រូវដក stock ជ្រើសរើសឈ្មោះឃ្លាំងបំពេញ reference ដែលជាព័ត៌មាននៃការដក stock คลิกនៅលើប៊ូតុងនេះដើម្បីធ្វើការជ្រើសរើសមុខតំណែងដែលត្រូវដករួចคลิกនៅលើប៊ូតុង OK បំពេញចំនួនដែលត្រូវដករួច Enter សម្រាប់តំណែងប្រភេទលេខ serial លោកអ្នកត្រូវបំពេញចំនួនទៅតាមលេខ serial ដែលត្រូវដក stock រួចคลิก OK សម្រាប់តំណែងប្រភេទដែលមានការបរិច្ឆេទផុតកំណត់លោកអ្នកត្រូវបំពេញចំនួនដែលលោកអ្នកចង់ដកទៅតាមការបរិច្ឆេទកំណត់របស់តំណែងរួចคลิก OK ពិនិត្យចំនួននៅខ្នាតឡើងវិញរួចคลิก Save คลิกលើប៊ូតុង Print ដើម្បី print ឯកសារចេញឬคลิกនៅលើប៊ូតុង Preview ដើម្បីពិនិត្យឡើងវិញคลิกលើ Continue ដើម្បីបញ្ចប់ពិនិត្យមើលប្រតិបត្តិការដែលលោកអ្នកបានដក stock រួចលោកអ្នកអាចคลิกចូលទៅក្នុង Module Report រួចคลิกលើពាក្យ Issue ធ្វើការកំណត់ការបរិច្ឆេទដែលលោកអ្នកចង់ធ្វើការឆែកคลิกលើ Advanced Filter អ្នកអាចជ្រើសរើសឈ្មោះ Outlet និងបន្ថែមគ្រាប់បាយដើម្បីឲ្យរបាយការណ៍មានភាពងាយស្រួលក្នុងការមើលលោកអ្នកអាចធ្វើការជ្រើសរើសបង្ហាញ report បែបសង្ខេបឬលម្អិតបន្ទាប់មកคลิกនៅលើប៊ូតុង Apply លោកអ្នកអាចคลิกត្រង់នេះដើម្បីធ្វើការ print របាយការណ៍ចេញ